សួស្តីអ្នកទាំងអស់គ្នាខ្ញុំមកពី USA ហើយឥឡូវរស់នៅខ្មែរនេះជារឿងមូលហេតុដែលខ្ញុំមកខ្មែរដំបូងឆ្នាំ2018ខ្ញុំរៀនចប់វិទ្យាល័យហើយខ្ញុំនឹកឃើញថាអត់ដឹងចង់រៀនអីគេអញ្ចឹងខ្ញុំថាមិនរៀនទេឲ្យរកឱកាសដើរលេងសិនឮថាមានមួយក្រុមទៅដើរនៅអាស៊ីហើយខ្ញុំថាចង់ទៅដែរដោយសារឆ្ងាយពីអាមេរិកអញ្ចឹងដើមឆ្នាំ2019ខ្ញុំកម្រងមកខ្មែរ1ខែហើយទៅថៃ2ខែតាមត្រង់បងប្អូនខ្ញុំពិតជារំភើបទៅថៃកាលនោះដោយសារខ្ញុំអត់ដែរឮពីខ្មែរអត់ដែរស្គាល់សម្បីតែឈ្មោះសោះប៉ុន្តែពេលដល់ថ្ងៃដើរលេងគឺខ្ញុំមកប្រទេសខ្មែរមុនមកដល់ភ្លាមខ្ញុំដឹងច្បាស់ថាចង់នៅខ្មែរយូរជាងអញ្ចឹងខ្ញុំចាយពេលវេលាខ្ញុំ1ខែនៅខ្មែរហើយ2ខែនៅថៃធ្វើជាអ្នកស្ម័គ្រចិត្តរៀនភាសាអង់គ្លេសនៅភូមិហើយមានធ្វើអីសប្បាយដូចកាក់សក់ហើយអីអត់សប្បាយដូចចូលពេទ្យពេលដល់ថ្ងៃត្រឡប់ទៅអាមេរិកវិញគឺខ្ញុំដឹងថាចង់មកវិញអញ្ចឹងខ្ញុំទៅហើយខ្ញុំធ្វើការអស់1ឆ្នាំនៅអាមេរិកដល់ឆ្នាំ2020បានខ្ញុំមកវិញតែមកវិញម្នាក់ឯងអញ្ចឹងខ្ញុំរៀងភ័យដោយសារពីមុនមកជាមួយមួយក្រុមប៉ុន្តែខ្ញុំធ្វើរៀងក្លាហានហើយមកវិញព្យាយាមរៀនភាសាព្យាយាមនៅខ្មែរដូចអ្នកខ្មែរដែរចាបងប្អូនថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងបើមានអីសួរសូមសួរមកបាយ